ព្រះគម្ពីរម៉ាថាយជំពូកទី26ខ39បាននិយាយថាកាលទ្រង់បានយាងទៅមុខបន្តិចទៀតនោះទ្រង់ទម្លាក់អង្គផ្កាប់ព្រះភ័ក្ត្រចុះអធិដ្ឋានថាអោព្រះវរបិតានៃទូលបង្គំអើយបើសិនជាបាននោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយសូមតាមតែព្រះハរតីទ្រង់វិញនៅក្នុងខគម្ពីរនេះព្រះយេស៊ូវទ្រង់កំពុងស្ថិតនៅក្នុងសួនហ្គេតសេម៉ាណេមុនពេលដែលទ្រង់ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់ឈើឆ្កាងហើយទ្រង់ក៏ដឹងថាការរងទុក្ខធ្ងន់កំពុងតែយាងមកដល់ក្នុងភាពជាមនុស្សរបស់ទ្រង់ព្រះអង្គក៏បានទូលសូមដល់ព្រះវរបិតាថាបើសិនជាបាននោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅប៉ុន្តែទ្រង់មិនបានបញ្ចប់ការអធិដ្ឋានត្រឹមតែសំណូមពររបស់ទ្រង់ប៉ុណ្ណោះទេតែទ្រង់បានប្រកាសថាសូមកុំតាមចិត្តទូលបង្គំឡើយសូមតាមតែព្រះハរតីទ្រង់វិញនៅក្នុងខនេះយើងបានឃើញថាព្រះយេស៊ូវទ្រង់ក៏មានអារម្មណ៍ដូចមនុស្សធម្មតាទូទៅដែរទ្រង់មានកង្វល់ទ្រង់មានបន្ទុកទ្រង់មានការភ័យខ្លាចប៉ុន្តែទ្រង់ជ្រើសរើសយកផ្លូវស្ដាប់បង្គាប់ព្រះទ្រង់ទូលអង្វរទៅព្រះវរបិតាមែនប៉ុន្តែទ្រង់មិនបានបញ្ជាឬក៏បង្គាប់ឲ្យព្រះវរបិតាធ្វើតាមអារម្មណ៍និងចិត្តរបស់ទ្រង់ឡើយសំណួរសួរថានៅពេលដែលយើងអធិដ្ឋានទៅកាន់ព្រះតើយើងសូមឲ្យព្រះធ្វើតាមការបង្គាប់របស់យើងឲ្យទ្រង់ធ្វើការនេះឲ្យទ្រង់ធ្វើការនោះឲ្យទ្រង់បើកច្រកនេះឲ្យយើងឬក៏សូមតាមព្រះハរតីនៃព្រះវិញមែនហើយយើងមានសិទ្ធិនឹងទូលសូមគ្រប់ទាំងការទាំងអស់ប៉ុន្តែត្រូវចងចាំថាទ្រង់ជាព្រះរបស់យើងឯយើងជារាជរបស់ទ្រង់ឯស្ដេចដាវីតលោកបានមានបន្ទូលយ៉ាងច្បាស់ថាឯការសង្គ្រោះនោះស្រេចលើព្រះយេហូវ៉ាដូច្នេះប្រសិនបើអ្នកកំពុងតែឆ្លងកាត់ការឈឺចាប់ឬឆ្លងកាត់ការសម្រេចចិត្តមួយដ៏លំបាកចូលចងចាំថាព្រះយេស៊ូវក៏បានឆ្លងកាត់ការទាំងនេះដូចយើងដែរទ្រង់យល់ពីការឈឺចាប់របស់អ្នកហើយទ្រង់ក៏បានហៅអ្នកឲ្យទុកចិត្តលើព្រះវរបិតាដូចទ្រង់ដែរទោះផ្លូវនោះនៅខាងមុខមើលទៅមិនច្បាស់ហាក់បីដូចជាមានអាប់ឬក៏ព្រិលព្រះនៅតែមានព្រះចេស្តាគ្រប់ទាំងអស់ហើយព្រះハរតីរបស់ទ្រង់តែងតែល្អលើសជាងអ្វីដែលយើងគិតសូមអធិដ្ឋានជាមួយខ្ញុំអោព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយទូលបង្គំសូមអរគុណព្រះអង្គចំពោះព្រះបន្ទូលរបស់ទ្រង់ដែលបានបង្រៀនឲ្យយើងខ្ញុំចេះជឿទុកចិត្តនិងចុះចូលតាមព្រះハរតីរបស់ទ្រង់នៅពេលដែលទូលបង្គំទាំងអស់គ្នាឆ្លងកាត់ការទុក្ខលំបាកការសម្រេចចិត្តមួយដ៏ជ្រាលជ្រៅសូមទ្រង់ប្រទានកម្លាំងសេចក្តីជំនឿដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាអាចអធិដ្ឋានដោយស្មោះត្រង់ដោយព្រះយេស៊ូវមានបន្ទូលថាកុំតាមចិត្តទូលបង្គំឡើយសូមតាមតែព្រះハរតីទ្រង់វិញសូមទ្រង់ដឹកនាំជីវិតរបស់ទូលបង្គំទាំងអស់គ្នាឲ្យរស់ក្នុងការស្ដាប់បង្គាប់និងសេរីល្អរបស់ទ្រង់ជានិច្ចដរាបតទៅហើយកូនទូលសូមគ្រប់ទាំងពាក្យទូលអង្វរទាំងអស់នេះថ្វាយក្នុងព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមព្រះនៃសេចក្តីសុខសាន្តបានប្រទានពរដល់បងប្អូនទាំងអស់គ្នា